តាមមនុស្សគ្រប់រូបចាំបាច់ត្រូវតែរៀបការមែនទេពេលដែលយើងអាយុកាន់តែច្រើនតែមិនទាន់រៀបការតែងតែត្រូវបានអ្នកជុំវិញខ្លួនសួរថាពេលណាបានការអ្នកខ្លះទៀតថែមទាំងត្រូវបានសាច់ញាតិឪពុកម្ដាយបងប្អូនចាប់ផ្គូផ្គងជាមួយអ្នកនេះជាមួយអ្នកនោះព្រោះតែខ្លាចមិនមានគូនឹងគេចង់សួរវិញថាតើយើងពិតជាមិនអាចមានសិទ្ធិគ្រប់គ្រងលើជីវិតខ្លួនឯងមែនទេគ្រាន់តែរឿងរៀបការឬមិនរៀបការហេតុអីត្រូវធ្វើឲ្យមនុស្សម្នាក់រងសម្ពាធយ៉ាងនេះមានរឿងខ្លះយើងពិតជាពិបាកបកស្រាយថាមិនបានអាយុច្រើនតែមិនទាន់រៀបការព្រោះវាមិនចាំបាច់អីត្រូវទៅបញ្យល់ទៅបកស្រាយពីជីវិតខ្លួនឯងប្រាប់គេរៀបការឬមិនរៀបការមនុស្សម្នាក់គួរតែមានសិទ្ធិជ្រើសរើសសំខាន់ត្រង់ថាតើជីវិតមួយណាដែលគេប្រាថ្នាជីវិតបែបណាដែលធ្វើឲ្យគេមានក្តីសុខមិនប្រកាសថាតើតែមានគូទើបជីវិតរីករាយទេវត្តមានឪពុកម្ដាយក្រុមគ្រួសារមិត្តភ័ក្តិបងប្អូនសុទ្ធតែអាចផ្ដល់នូវស្នាមញញឹមដល់យើងបានជីវិតគូមិនអាចបង្ខំបានទេដល់ពេលវេលាគង់នឹងជួបមិនគួរបង្ខំមនុស្សម្នាក់ដែលគេកំពុងតែរីករាយនឹងជីវិតនៅម្នាក់ឯង